សំអឿនសុផាជាកីឡាករគុនខ្មែរជើងខ្លាំងមួយរូបក្នុងប្រភេទទម្ងន់ធ្ងន់បានបង្ហាញការត្រៀមខ្លួនពេញទាំងកម្លាំងសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិចុងសប្តាហ៍នេះកីឡាករមានដើមកំណើតមកពីទឹកដីខេត្តត្បូងឃ្មុំរូបនេះបានបញ្ជាក់ថាសម្រាប់ការវឹកហាត់របស់ខ្លួនគឺគ្រប់គ្រាន់ហើយចំពោះការត្រៀមខ្លួនគឺរួចរាល់សម្រាប់ជួបដៃគូមកពីប្រទេសអារ៉ង់ Khayan Reza Sades សុផាបានលើកឡើងថាគេមិនស្គាល់ដៃគូមកពីប្រទេសអារ៉ង់រូបនេះទេប៉ុន្តែដោយបទពិសោធន៍កន្លងមកកីឡាករអារ៉ង់សប្តាហ៍ថ្ងៃមិនដូចកីឡាករអារ៉ង់ពីមុននោះទេពួកគេមកប្រកួតនៅកម្ពុជាជាញឹកញាប់មិនតែប៉ុណ្ណោះវឹកហាត់ក្នុងស្រុកខ្មែរដោយសិក្សាពីចំណុចខ្សោយចំណុចខ្លាំងរបស់កីឡាករខ្មែរយើងទៀតផងចំណុចនេះហើយដែលធ្វើឲ្យកីឡាករខ្មែរយើងជួបការលំបាកច្រើនពេលប្រកួតជាមួយនឹងកីឡាករមកពីប្រទេសអារ៉ង់បើទោះបីជាឈ្នះក៏ត្រូវឈ្នះដោយភាពតានតឹងកីឡាករមកពីទឹកដីខេត្តត្បូងឃ្មុំបានអះអាងទៀតថាដៃគូមកពីប្រទេសអារ៉ង់គឺជាគូប្រកួតដ៏តានតឹងនិងមិនអាចមើលស្រាលបានឡើយទោះជាយ៉ាងណាគេបានបញ្ជាក់ថាការប្រកួតលើកនេះនឹងប្រើបច្ចេកទេសនិងកម្លាំងអស់ពីសមត្ថភាពដើម្បីយកឈ្នះនិងស្ដារកេរ្តិ៍ឈ្មោះកីឡាករគុនខ្មែរឡើងវិញបន្ទាប់ពីកីឡាករខ្មែរមួយរយៈចុងក្រោយត្រូវរងបរាជ័យជាញឹកញាប់ក្រោមស្នាដៃកីឡាករអារ៉ង់សុផាបានបន្ថែមថាការប្រកួតលក្ខណៈគុនខ្មែរ3ទឹកគឺជារឿងល្អសម្រាប់ខ្លួនព្រោះមិនត្រូវការស្ទាបស្ទង់យូរដូចការប្រកួត5ទឹកនោះទេទោះបីជាយ៉ាងណាក៏ដោយគេថាប្រកួតបែបណាក៏បានព្រោះការត្រៀមខ្លួនគឺប្រកួតគ្រប់លក្ខខណ្ឌសម្រាប់ខ្ញុំគឺសប្បាយចិត្តបងព្រោះឲ្យហ៊ានអនតែចាប់ដល់ការខ្ញុំច្រើនជាងគេបងអត់បានឃើញបងព្រោះឲ្យគេទៅមកគោលស្រុកខ្មែរលើដំបងតែនៅខាងគេមិនដឹងនិយាយប្រហែលដល់ទេបារម្ភតែបារម្ភខ្លះខ្លះបងតែលើសង្វៀនគឺដឹងតែដាក់បងអ៊ីរ៉ង់ឥឡូវបាបងអត់ដូចពីមុននេះអ៊ីរ៉ង់ឥឡូវអឡអ៊ីរ៉ង់ឥឡូវស្គាល់គុនខ្មែរច្រើនណាមួយពួកអ៊ីរ៉ង់មកពីប្រកួតមកពីប្រទេសគេមកដល់ស្រុកខ្មែរវាយហើយនៅហាត់ក្នុងស្រុកខ្មែរហ្មងសម្រាប់ខ្ញុំគឺត្រៀមខ្លួនទាំងអស់ហ្មងតាណាក៏ត្រៀមដែរហ្មងបាទថ្មីដល់ក្រៅព្រោះយើងអត់បានសិក្សាពីក្បាច់គុនគេអញ្ចឹងដឹងថាឡើងទៅដឹងល្អមើល3ទឹកល្អបង3ទឹកវាយដល់ហ្នឹងវាយបងតែបើសម្រាប់ខ្ញុំគឺ5ទឹកក៏ល្អដែរអត់តដឹងបងរឿងហ្នឹងបងតែជាក់ស្ដែងបើប្រហែលគឺទៅបងបាទសម្រាប់ខ្ញុំគឺខ្ញុំខំប្រឹងដាក់ចិត្តដាក់កាយឡើងវិញព្រោះអីគីឡូធំឥឡូវគឺរាំងចុះច្រើនអញ្ចឹងខ្ញុំនឹងគិតខំប្រឹងព្រោះអីខ្ញុំក៏គីឡូធំដែរបងបាទបងមួយគុណនេះគឺសាំងគីឡូធំមកសិស្សបងសម្រាប់ថ្ងៃសៅរ៍នេះគឺសូមបងប្អូនមកចូលរួមទស្សនាបានច្រើនក៏ហើយក៏សូមអរគុណដល់ស្ថានីយ៍ PNN អរគុណដល់ Boostrong ដែលបានផ្ដល់ការរូបខ្ញុំកន្លងមកចំពោះការប្រកួតរវាងសំអឿនសុផាជាមួយនឹងកីឡាករ Khayan Reza Sades នឹងធ្វើឡើងក្នុងប្រភេទទម្ងន់72គីឡូក្រាមលក្ខណៈគុនខ្មែរមិត្តភាពអន្តរជាតិប្រកួត3ទឹកនៅចុងសប្តាហ៍នេះ